ឥឡូវនេះមេទ្របរដ្ឋថៃភូមិភាគដែលទើបនឹងឡើងកាន់តំណែងបានប្រកាសទប់ពេល24ម៉ោងដើម្បីវាយយកប្រាសាទតាក្បីនិងប្រាសាទខ្នាជុំនិយាយឲ្យបងប្អូនកាន់តែក្តៅមែនតែនហើយឥឡូវនេះថៃទុកពេលឲ្យ24ម៉ោងថាគេនឹងវាយយកប្រាសាទតាក្បីនិងប្រាសាទខ្នារបស់កម្ពុជាហើយសូមបងប្អូនធ្វើការ share ចេញជាបន្ទាត់ដើម្បីផ្ដល់ព័ត៌មានដ៏សំខាន់មួយនេះជូនទៅកាន់បងប្អូនប្រជាជនកម្ពុជាយើងដែលរស់នៅក្នុងតំបន់ជុំវិញប្រាសាទតាក្បីនិងបងប្អូនយើងដែលស្ថិតនៅក្នុងតំបន់ព្រំដែននានាដែលកំពុងតែមានជម្លោះនេះអនុញ្ញាតជម្រាបសួរបងប្អូនប្រិយមិត្តទស្សនិកជនជាទីគោរពរាប់អានស្វាគមន៍មកកាន់វីដេអូព័ត៌មានក្តៅៗដែលខ្ញុំធ្វើការផ្សព្វផ្សាយជាបន្តជូនបងប្អូនប្រិយមិត្តទស្សនិកជននិងប្រជាជនកម្ពុជាទាំងអស់ដែលកំពុងតែព្រួយបារម្ភអំពីស្ថានភាពនៅព្រំដែនពាក់ព័ន្ធជាមួយសកម្មភាពថៃនៅតែបន្តរំលោភផុតនឹងទាមទារនៃការធ្វើសង្គ្រាមកម្ពុជាជានិច្ចខណៈពេលនេះមេភូមិភាគីថ្មីរបស់ថៃបានចេញប្រកាសហើយថាទុករយៈពេលឲ្យ24ម៉ោងសម្រាប់កម្ពុជានឹងធ្វើការវាយយកប្រាសាទតាក្បីនិងប្រាសាទខ្នារបស់កម្ពុជាបើតាមសេចក្តីរាយការណ៍រយៈពេលប្រមាណជា1ម៉ោងមុននេះតាមរយៈเพจផ្លូវការរបស់លោកផែងវណ្ណៈដែលជាអ្នកសារព័ត៌មានដ៏ល្បីល្បាញម្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលយើងគួរឲ្យទុកចិត្តបានលោកបានសរសេរនៅក្នុង caption របស់លោកដូចនេះថារដ្ឋមន្ត្រីក្រសួងការបរទេសថៃបានជួបប្រជុំ4ភាគីជាមួយនឹងកម្ពុជាក្រោមការសម្របសម្រួលរបស់ម៉ាឡេស៊ីនិងសហរដ្ឋអាមេរិកដើម្បីរកមធ្យោបាយធូរបន្ថយភាពតានតឹងអំពីបញ្ហាចំនួនព្រំដែននៅរវាងប្រទេសទាំងពីរគឺកម្ពុជានិងថៃចំណែកអេមេសៀមវិញបែរជាប្រកាសធ្វើសង្គ្រាមកម្ពុជាដើម្បីប្លន់យកប្រាសាទតាក្បីនិងប្រាសាទខ្នារយៈពេល24ម៉ោងបងប្អូនប្រិយមិត្តទស្សនិកជនជនរួមជាតិជាទីគោរពរាប់អាននេះគឺជាដំណឹងមួយដ៏ក្តៅគគុកតែម្ដងដែលវាពាក់ព័ន្ធយ៉ាងស៊ីជម្រៅជាមួយនឹងគំនិតដ៏ថោកទាបរបស់មេភូមិភាគីពីថៃមួយនាក់នេះសកម្មភាពដ៏លឿននេះវាបានសបញ្ជាក់យ៉ាងច្បាស់ក្រឡៃថាថៃមិនបានគោរពបទឈប់បាញ់ប៉ុន្តែផ្ទុយទៅវិញបែរជាប្រកាសធ្វើសង្គ្រាមកម្ពុជានៅក្នុងរយៈពេល24ម៉ោងហើយទាមទារចង់ប្លន់យកប្រាសាទតាក្បីនិងប្រាសាទខ្នារបស់កម្ពុជាទៀតផងនេះគឺជាទង្វើរំលោភលំមាននិងស្ដែងឲ្យឃើញអំពីចរិតឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជាប្រាសាទតាក្បីនិងប្រាសាទខ្នាអធិបតេយ្យភាពរបស់កម្ពុជាគឺជាទីតាំងប្រវត្តិសាស្ត្រស្ថិតនៅលើទឹកដីរបស់សវណ្ណភូមិយឿនហេតុអ្វីបានជាប្រទេសថៃប្រាពីកដូច្នេះនេះគឺជាការប្រមាថដ៏ធ្ងន់ធ្ងរបំផុតដែលកម្ពុជាមិនអាចទទួលយកបានទេរយៈពេល24ម៉ោងនេះវាគឺជាការដាក់កំណត់ដើម្បីឲ្យកម្ពុជាត្រៀមក្នុងការធ្វើសង្គ្រាមនឹងថៃហើយសង្គ្រាមនេះគេប្រកាសថានឹងវាយកប្រាសាទរបស់យើងទៀតយកដែនអធិបតេយ្យភាពរបស់យើងទៀតតើបងប្អូនគិតយ៉ាងណាដែរបងប្អូនមានអារម្មណ៍យ៉ាងណានេះឬការដឹកនាំរបស់ប្រទេសថៃម្សិលមិញនេះក្រសួងការបរទេសថៃក្រសួងការបរទេសរបស់កម្ពុជារួមជាមួយនឹងភាគីម៉ាឡេស៊ីព្រមជាមួយសហរដ្ឋអាមេរិកបានធ្វើកិច្ចប្រជុំមួយយ៉ាងសំខាន់ដើម្បីស្វែងរកដំណោះស្រាយណាមួយនៃជម្លោះទ្វេភាគីរវាងកម្ពុជានិងថៃប៉ុន្តែមិនបានប៉ុន្មានម៉ោងផងរហូតមកទាន់នឹងថៃទី13ខែតុលាឆ្នាំ2025ថ្មីនេះការទូតនិយាយផ្សេងបន្តែមេ